ថ្មីវាលាកហៅថ្មីឬក៏មកអំពីមានtumor ឃើញទេនៅក្នុង tumor ហ្នឹងវាមានគីមាន lymphoma វាមានអីគ្រប់បែបយ៉ាងទាំងអស់ហើយមានកង់ស្រាណាប៉ុន្តែខ្ញុំគ្រាន់តែលើកយក adenopleomorph ហ្នឹងគឺជា tumor benign ជាទូទៅវាពណ៌ខ្មៅហើយលោកឯងដាក់ Doppler ទៅវាមានតែសាច់ឈាមនៅខាងក្នុងណាហើយហ្នឹងមិនមែនកង់ស្រាទេកុំណាអញ្ចឹងនៅក្នុងប៉ារ៉ាទីតអាចមាន tumor អាចមិនមែនកង់ហើយអាចជាកង់ស្រានិងមិនមែនកង់ស្រាណាចឹងគ្រាន់ឲ្យយើងចាប់អារម្មណ៍មែនទៅដល់ឃើញយកវះឃើញពណ៌ខ្មៅទេឃើញទេអានេះខ្មៅចេះវាមិនអីទេមិនតែអាខ្មៅមានតែសាច់ឈាមនេះអាហ្នឹងគឺជា adenopleomorph ប៉ុន្តែមានអាខ្មៅមួយទៀតគឺជាកង់ស្រាឃើញទេអញ្ចឹងហើយខ្ញុំគ្រាន់រំលឹកឲ្យយើងមើលថានៅក្នុងប៉ារ៉ាទីតហ្នឹងវាអាចមានអីអញ្ចឹងណាដើម្បីឲ្យយើងយកការចំណាប់អារម្មណ៍របស់យើងហ្នឹងមកមើលឥឡូវមកគ្រប់ម៉ោងហើយឥឡូវយើងចាប់ផ្ដើមមេរៀនមករឿងអានេះខ្ញុំគ្រាន់តែយក case study យកមកមួយឲ្យយើងមើលទេណាហើយដល់ពេលចុះវិញគឺលោកឲ្យទៅនិយាយចែកទៅព្រោះលោកនៅអូពេជ្រហ្នឹងបានលើដល់វិញថាចិត្តចុះ KCAJ វាដាក់5000យ៉ាងថាខ្ញុំនិយាយមកថាអត់ទៀតទេមិនទៅថាខ្លះទៅអ្នកធ្វើហើយវាធ្វើទៅវាលោកអនាមតែវាធ្វើគេធំបាទថ្ងៃនេះបានចូលតាមហើយឥឡូវមេរៀនហ្នឹងថ្ងៃហ្នឹងខ្ញុំយកផ្នែកទូចមួយនៃបំតកតនឹងអេកូដោះតកតនឹង mammography ហ្នឹងវាមានបញ្ហាច្រើនដែរណាខ្ញុំលើកអាហ្នឹងយកមកបរៀនយើងបន្តិចចុះហើយតកតនឹង X-ray មួយផ្នែកណាប៉ុន្តែឥឡូវបរៀន X-ray មុនតែអញ្ចឹងយើងអត់បាននេះទេខ្ញុំបរៀន X-ray បន្តិចហើយបានទៅចូលនៅក្នុងនោះណាចំពោះអឺខ្ញុំបរៀនតា10នាទីទៅ X-ray ណាឈប់ចំណាប់បាត់ទៅហើយអានេះជានិយាយពីសង្ទ្រមប្រងសិចណាសង្ទ្រមប្រងសិចហ្នឹងវាមានច្រើនចាវាតកតនឹងការដែលយើងក្អកយើងតកតងអីចឹងតែខ្ញុំគ្រាន់តែលើកយកសង្ទ្រមប្រងសិចឲ្យយើងមើលឲ្យបន្តិចណាខ្ញុំព្រាកនិយាយតែបន្តិចទេនៅក្នុងសង្ទ្រមប្រងសិចហ្នឹងបានន័យថាវាមាន épaississement de la paroi bronchique នេះអា bronchus wall ហ្នឹងវា thickening bronchus wall ហ្នឹងបើវាមានថ្មីវាដូចជាផ្លូវអាទេសភ្លើងចឹងយើងឃើញទេវាត្រង់ប្រេងឃើញត្រង់ចឹងណាអានឹងបានន័យថា acute bronchus bronchitis ហើយណាប៉ុន្តែនៅពេលដែលវាយូរទៅវាឲ្យរីកអញ្ចឹងដល់វារីកទៅវាខូចទ្រង់ទ្រាយរបស់វាអញ្ចឹងវាមិនមែនមានត្រង់អញ្ចឹងទៀតទេវាមិនមែនឃើញទេអានេះគេដាក់ដូចយើងរាយផ្លូវអាទេសភ្លើងអញ្ចឹងត្រង់អញ្ចឹងដល់តែវារីកវាឡើងប៉ោងណាវាឡើងពងក្រពើហើយវាចាប់ដើម retraction ឃើញទេវាអាចជារាងបេះដូងវាអាចមានទឹកវាអាចមានអីវាអាចមានតូចមានធំអីអញ្ចឹងអាហ្នឹងបានន័យថាការវិវត្តរបស់វាទៅមុខអញ្ចឹងហើយបានយើងការព្យាបាលហ្នឹងយើងនិយាយថា bronchitis ហ្នឹងបើ acute bronchitis ក្នុង X-ray គឺ normal អត់មានឃើញអីទេប៉ុន្តែបើសិនជាការវិវត្តរបស់វាយូរទៅវាឲ្យមាន complication របស់វាអញ្ចឹងអា complication របស់វាហ្នឹងវាឲ្យអីវាឲ្យ bronchus dilated ណាឃើញទេអញ្ចឹងអា bronchus dilated ហ្នឹងដែលយើងជួបញឹកញាប់ជាងគេហ្នឹងគឺវាឲ្យដូចថាអ្នកជំងឺតែងតែមានសាំតុមទៅមកញឹកញាប់ចឹងរហូតចឹងអញ្ចឹងពេលដែលយើងសួរថាអ្នកជំងឺធ្លាប់មានក្អកធ្លាប់មានហត់ធ្លាប់មានជំងឺមានអីធ្លាប់មានល្បែងមានអីពីមុនមកអញ្ចឹង complication របស់វាហ្នឹងវាឲ្យមានdilatation des bronches bronchus dilated ហើយអញ្ចឹងអា form ដែល dilatation របស់វាហ្នឹងវាអាចរាងមូលវាអាចរាងពងក្រពើវាអាចមានរាងបេះដូងឬក៏រាងដូចជាផ្លែឃ្លោកផ្លែអីអញ្ចឹងណាហើយយើងមើលទៅមានធំមានទូចអានេះ acute bronchitis យើងឃើញឃើញ bronch វាត្រង់ប្រេងចេះអាហ្នឹងបានន័យថា acute bronchitis អញ្ចឹង
បើយើងព្យាបាលឲ្យទាន់ពេលវេលាវាអត់មានបញ្ហាអីទេខ្លាចតែយើងព្យាបាលអត់ទាន់ទៅដល់ពេលថ្ងៃក្រោយទៅវាឲ្យ dilatation des bronches ណាពីព្រោះអីអ្នកជំងឺគាត់មកពេទ្យហ្នឹងទៅមកគាត់មកពេទ្យហ្នឹងជួនកាលឈឺដល់ពេលមួយឆ្នាំពីរឆ្នាំមកគាត់មកអញ្ចឹងណាឬក៏គាត់ព្យាបាលទៅពីទៅពីទៅលេបថ្នាំឃើញគេលេបជាអញ្ចឹងក៏គាត់លេបអញ្ចឹងទៅណាប្រើដូចគ្នាអញ្ចឹងទៅប៉ុន្តែវាជាវាអត់អស់វាទៅមកថ្ងៃក្រោយទៅឲ្យជា bronchus dilated អញ្ចឹងណាបើមាន bronchus dilated ជា factor មួយដែលធ្វើឲ្យមាន infection បន្តិចមានបញ្ហានេះតិចមានបញ្ហានោះអញ្ចឹងណាគេរៀនបដាគេអកសក់បដាវាយរៀនចឹងហ៎ឥឡូវតកតងទៅនឹងសួតហ្នឹងគឺយើងឃើញឯងតងសួតវាមានច្រើនជាន់អញ្ចឹងណាពីតងសួតពីលើរហូតដល់ចុងក្រោយនេះចែកជា16 generation ដូចយើងមែកឈើអញ្ចឹងណាធំទូចចែក16ដងបានវាអស់អាហ្នឹងអញ្ចឹងណានេះជា16ដងឃើញទេអញ្ចឹងចែកអាហ្នឹងគឺ16ដងគឺបានវាដល់ផ្នែកខាងក្រោមរបស់វាហើយក្នុងសួតយើងមាន alveol ទាំងអស់600លានឃើញទេអញ្ចឹងអាសំខាន់គឺតងសួតហ្នឹងដល់ពេលវាឈឺទៅវារីកឃើញទេអញ្ចឹងដែលវាដល់អាចុងបំផុតជួនកាលវារីកនៅតែចុងទេជួនកាលវារីកនៅខាងលើអញ្ចឹងណាអញ្ចឹងវាតកតនឹងជំងឺមួយចំនួនដែលយើងមានណាឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលអានេះនៅក្នុង CT scan ទេយើងមើលឃើញហើយឃើញតងសួតឃើញអត់ស្មើគ្នាហើយនេះឃើញទេឃើញវាប៉ោងអញ្ចឹងឯងបើយើងធ្វើ X-ray មកយើងបានថាជា opacity អញ្ចឹងប៉ុន្តែយើងឃើញខ្មៅចេះឃើញទយោខ្មៅអញ្ចឹងណាអាហ្នឹងយើងថាជា bronchus dilated ដោយសារតែជំងឺនេះមាន pneumonia ឃើញទេ opacity alveolar syndrome interstitial syndrome ចូលគ្នាផងហើយវាមាន bronchus dilated ទៀតនៅពេលយើងធ្វើ CT scan ទៅយើងឃើញទេ thickening wall ហើយអា bronchus ហ្នឹងឃើញវាខុសគ្នាធម្មតាសរសៃឈាមហើយនឹង bronchus ហ្នឹងវាប្រព័ន្ធគ្នាឃើញទេបើសិនវារីកបានន័យថា dilatation des bronches ឃើញទេនេះឃើញវារីកទេនេះឃើញទេអញ្ចឹងនេះអាទិពពម្នាក់ឃើញអាទិពពម្នាក់ហើយយើងប្រៀបធៀបទៅបើវារីកអញ្ចឹងបានន័យថា bronchus dilated ណាអញ្ចឹងទម្រាំទៅដល់អា bronchus dilated ហ្នឹងបានន័យថាដំណាក់កាលមួយដែលយូរខែយូរឆ្នាំមកហើយណាដែលឲ្យអញ្ចឹងចឹងហើយបានយើងព្យាបាលគេមិនមែនចាំទៅលើ X-ray ទេលោកឯងសង្ស័យថាមាន clinic សង្ស័យ pneumonia សង្ស័យ infection លោកឯងព្យាបាលទៅអត់ចាំបាច់ X-ray ទេកាលណាយើងឃើញនៅក្នុង X-ray បានន័យថាវាយឺតយល់ទេដូចខ្ញុំបានជម្រាបមិញអញ្ចឹងនៅក្នុង acute bronchitis all chest X-ray នោះមកយើងទៅធ្វើ radiography ថ្ងៃដំបូងនោះវាអត់ឃើញទេតម្រាំទៅឃើញហ្នឹងវាមានបញ្ហាដល់ថ្ងៃទី7ទី8ទី9ហ្នឹងបានយើងថតទៅឃើញអីចឹងណាចឹងហើយបានយើងព្យាបាលទៅដើម្បីកុំឲ្យមាន complication កុំឲ្យមានបញ្ហាទៅដល់ dilatation des bronches ហើយកាលណា dilatation des bronches irreversible ណាវាមិនអាចត្រឡប់មកក្រោយវិញបានទេណាអញ្ចឹងវា irreversible ណាឃើញអញ្ចឹងយើងអាចយកតែម្នាក់ណាធ្វើទៅយើងអាចធ្វើ CT scan យើងអាចធ្វើ chest X-ray បន្ទាប់មកយើងធ្វើ CT scan ទៅដើម្បីយើងចង់មើលតើពី dilatation យ៉ាងម៉េចណាហើយកាលណា bronchus dilated ហើយវានឹងទៅងាយឲ្យមាន infection ណានៅលើសួតយ៉ាងតិចឆ្កតិចហត់តិចមានជំងឺ infection អីផ្សេងយើងមើលអ្នកជំងឺនេះឃើញទេ bronchus dilated នេះនឹងខ្ញុំមកនិយាយពី syndrome interstitial syndrome ឬក៏ alveolar syndrome ឯងខ្ញុំមកនិយាយតែ pneumonia អី alveolar អីទេណាខ្ញុំយកតែ bronchus មកនិយាយឃើញទេអញ្ចឹង dilatation des bronches ហ្នឹង form វាឃើញទេវាមានពណ៌ខ្មៅកំងចឹងឃើញទេអានេះបានន័យថាដល់ដំណាក់កាលចុងក្រោយហើយ dilatation ហ្នឹងវារៀងថងចឹងណាបើពីមុនវាមិនមែនរៀងថងចឹងទេរៀងទុយោណារៀងទុយោដល់នេះដល់ដំណាក់កាលនេះធ្ងន់តិចហើយបានវាជារាងថងអញ្ចឹងណាសួតខាងឆ្វេងនេះក៏អញ្ចឹងដែរឃើញទេខាងឆ្វេងហ្នឹងវាមានលាយចូលគ្នាដែរអ្នកជំងឺនេះឃើញទេមាន pneumonia មាន bronchus dilated នេះកាលណា opacity អញ្ចឹងណាឃើញទេយើងនិយាយថា patchy consolidation ហ្នឹងមានន័យដូចគ្នាទេហើយកាលណាមានខ្មៅអញ្ចឹងហៅថា bronchogram ឃើញទេអញ្ចឹង bronchogram វានៅឃើញទេនៅពេលដែលយើងអត់ព្យាបាលតិចទៀតវារីកវាទៅអញ្ចឹងឃើញទេ bronchus dilated តែអ្នកជំងឺធូរស្រាលយើងព្យាបាលទៅធូរស្រាលហើយប៉ុន្តែតែមាន dilatation des bronches ហើយ
ជា factor មួយងាយទទួលអ្នកជំងឺងាយទទួលឲ្យមានជំងឺផ្សេងចូលមកអញ្ចឹងជួនកាលអាច hemoptysis គឺក្អកមកក្អួតមកក្អកមកឈាមជួនកាលដោយសារមាន pneumonia ជួនកាលឲ្យមានអីចូលមកមាន virus អីចូលតិចតួចទៅអ្នកជំងឺទៅមាន infection ភ្លាមណា លោកគ្រូខ្ញុំសូមសួររូបខាងឆ្វេងវាស្តៀងទៅនឹង reticular infiltrate លោកគ្រូ ខាងនេះហ៎ខាងនេះណា ខាងឆ្វេងលោកគ្រូចា រូបនេះជា reticular infiltrate ណាត្រឹមត្រូវប៉ុន្តែវាជាន់គ្នាវាច្រើនគ្នាដោយសារអីដោយសារអា septum ហ្នឹងវាទាញទៅវាធ្វើឲ្យតងសួតវារីកណាប៉ុន្តែនៅក្នុង reticular infiltrate ហ្នឹងវាអត់សំខាន់ទេសំខាន់នៅក្នុងនេះគេនិយាយអំពី dilatation des bronches តាមពិតនៅក្នុងហ្នឹងវាមាន reticular infiltrate ហើយកាលណា reticular infiltrate បានន័យថាសៃហ្នឹងវាទាញ alveol ទាញថង់សួតទាញbronch ហ្នឹងឲ្យវា dilated ទៅវា deformity ឃើញទេវារៀងដូចពោះចឹងកងែកកងក់ដូចមែកឈើអញ្ចឹងអាហ្នឹងដោយសារវាមាន reticular infiltrate ណាវាឲ្យអញ្ចឹងប៉ុន្តែអាមឈៀងខាងនេះអត់ទាន់ទេអាមឈៀងខាងនេះជាដំបូងនៃ pneumonia ទេណាអញ្ចឹងបានយើងឲ្យព្យាបាលឲ្យទាន់ដើម្បីជៀសវាង complication របស់វាទៅជា bronchus dilated ហ្នឹងណាចឹងត្រង់ហ្នឹងកញ្ញា emphysema pulmonaire irreversible bronchus dilated irreversible អញ្ចឹងយើងមិនអាចព្យាបាលស្អីមិនអាចធ្វើអីឲ្យត្រឡប់មកក្រោយវិញបានទេអញ្ចឹងយើងត្រូវតែព្យាបាលឲ្យបានទាន់ពេលវេលាណាធ្វើចឹងមានចម្ងល់អីសួរមកចុះណាអញ្ចឹងនៅក្នុងយើងធ្វើរ៉ាឌីយ៉ូហ្នឹងបើសិនតែយើងឃើញដំបូងណាអត់មាន retraction អត់មានអីទេណាឃើញដំបងអត់មាន retraction ណាមិនអញ្ចឹងវាអត់មានបញ្ហាអីទេណាយើងអត់ទាន់មានស្អីអញ្ចឹងទេណាយើងព្យាបាលទៅយើងនឹងជាដូចដើមអីអញ្ចឹងណាក៏ប៉ុន្តែបើសិនជាវាមាន lésion réticulaire ណាមាន dilatation des bronches ហើយមាន retraction hilar ឬក៏ retraction នៅកន្លែង diaphragm អីចឹងបានន័យថាយើងដល់ដំណាក់កាលទី2បានន័យថាចូលយ៉ាង later stage ហើយអញ្ចឹងពេលដែលយើងព្យាបាលទៅមាន complication រហូតណាពេលហ្នឹងចឹងមកយើងត្រូវព្យាបាលធ្វើម៉េចឲ្យវាទាន់ហើយយើងអត់មានបញ្យល់អ្នកជំងឺថាកុំឲ្យអស់សង្ឃឹមអីចឹងឯងមានកើតដល់អាហ្នឹងវាអត់ត្រឡប់មកក្រោយវិញទេអាហ្នឹងមកជីវិតមានអីចឹងអ្នកជំងឺអត់សប្បាយចិត្តទេពេលមកយើងដឹងថាជំងឺហ្នឹងវាពិបាកអញ្ចឹងយើងព្យាបាលយើងឲ្យថ្នាំទៅវាធូរហើយណាប៉ុន្តែវាងាយនឹងទទួលតិចគាត់មកតិចក្អកតិចធ្វើទុកនេះធ្វើនោះអញ្ចឹងណាអញ្ចឹងយើងព្យាបាលទៅតាមហ្នឹងទៅព្រោះឯជំងឺនៅស្រុកខ្មែរកាលណាយើងបង្អាប់ថាយើងមិនបង្អាប់ទេយើងនិយាយពិតយើងថាជំងឺហ្នឹងព្យាបាលអត់ជាដាច់ទេឃើញទេគាត់អត់ជឿទេគាត់ទៅគ្រូពេទ្យមួយទៀតអញ្ចឹងទៅវៀតណាមទៅថៃទៅអីបាត់ទៅណាហើយទៅដល់ថៃដល់វៀតណាមដល់អីចឹងទៅគេបញ្យល់អីតិចតួចទៅគាត់ចេះស្ដាប់បានគេនិយាយភាសាឲ្យតែបានបរទេសនិយាយគាត់ចេះស្ដាប់ទៅធ្វើម៉េចឲ្យតែបានប៉ុន្តែគាត់ចំណាយលុយហ្នឹងឲ្យធ្វើម៉េចឲ្យបានទៅជួបគេណាតាមពិតវាពិបាកអញ្ចឹងហើយគ្រាន់តែឲ្យយើងនិយាយឲ្យយើងដឹងការព្យាបាលហ្នឹងគឺវាលំបាកត្រង់ហ្នឹងណាអញ្ចឹងអាសាំងដ្រូមប្រុងសិចហ្នឹងបន្ទាប់មក complication របស់វាឲ្យទៅជា bronchus dilated ហើយកាលណាមាន bronchus dilated វាត្រូវតែមាន atelectasia associated អញ្ចឹងគេហៅថា atelectasia សិចម៉ងទូចស៊ូសិចម៉ងតែឬក៏ជាបងដលែតទូចហ្នឹងឲ្យអញ្ចឹងនៅខ្ញុំគ្រាន់តែលើកយករ៉ាឌីយ៉ូមួយផ្នែកទូចមកផ្នែកទេឥឡូវខ្ញុំបរៀនអេកូគ្រូសូមសួរមានសំណួរអីសូមសួរគ្រូសូមសួរDDB ហើយនឹង BPSO វាដូចគ្នាខុសគ្នាក្នុងរូប X-ray DDB ស្មើនឹង dilatation des bronches BPCO បានន័យថា bronchochronic obstructive អាហ្នឹងគឺខុសគ្នាបន្តិច DDB គេបញ្ជាក់តែ bronch ទេបើ syndrome BPCO វាអាចមាន BPCO ពាក្យបារាំងអង់គ្លេស COPD ណា COPD បារាំងដាក់ BPCO អាហ្នឹងបានន័យថាសួតហ្នឹងខ្យល់វាចូលទៅវាពេញតងសួតនឹងវារឹងក្រិនតងសួតនឹងវារីកណាអញ្ចឹងអា
វាមានទាំងអស់ BPCO ហ្នឹងវាមាន cicatrice វាមាន nodule វាអាចមាន calcification អាចមានអីទាំងអស់នោះចូលក្នុង BPCO បានថា emphysème អាច dilatation des bronches អាច atelectasie ណាអាចមាន stenobronchus អាចមានអីចឹង stenosis អីចឹងទាំងអស់ហ្នឹងវាស្ថិតនៅក្នុង BPCO ចំពោះ DDB គឺតែមួយផ្នែកទេគេនិយាយថា dilatation des bronches អញ្ចឹង DDB ហ្នឹងវាស្ថិតនៅក្នុង BPCO ណាមានន័យចឹងមាន បាទ សំ បាទ មួយ អរគុ ទៀ ណ តឥឡូវខ្ញុំបរៀនអេកូតិចតើត លោកគ្រូខ្ញុំសូម tomography Peribronchial thickening ហើយនិង Bronchiovascular marking ខុសគ្នាមិនគ្រូ ថាម្ដងទៀត Peribronchial thickening ហើយនិង Bronchiovascular marking ខុសគ្នាមិនលោកគ្រូ អូខេឥឡូវខ្ញុំដាក់រូបនឹងមកវិញចឹង vascular marking បានន័យថាយើងឃើញសរសៃឈាមនឹងវារីកធំវាប៉ោងវាត្រង់ឃើញទេនៅពេល thickening peribronchic បានន័យថាខាងក្នុងនឹងវាពណ៌ខ្មៅបានន័យថាមានខ្យល់ហើយវាចាំមើលណារូប COPD នេះរូបនេះឃើញទេ thickening bronchus infiltrate vascular នេះបានន័យថាវា opacity វាស linear ដូចគ្នាមែនក៏ប៉ុន្តែ linear មែនប៉ុន្តែអត់មានខ្យល់នៅខាងក្នុងទេអញ្ចឹងពីរហ្នឹងខុសគ្នាណាthickening bronchus wall ហ្នឹងបានន័យថាវានៅមានខ្យល់នៅខាងក្នុងណាvascular marker ហ្នឹងវាអត់មានអញ្ចឹងទេឃើញទេវាសរសៃយើងមើលទៅឃើញត្រង់ត្រង់នៅពេលយើងថតសួតមកវាឃើញត្រង់ត្រង់វិញណាប៉ុន្តែអត់មានខ្យល់នៅខាងក្នុងខុសគ្នាត្រង់ហ្នឹងណានេះយើងឃើញទេអានេះ vascular នេះឃើញទេនេះត្រង់សងសអញ្ចឹងប៉ុន្តែបើមានសហើយមានខ្មៅខាងក្នុងបានន័យថា thickening bronchus ឃើញទេមានន័យចឹងតោះនេះ តែយល់គ្រូ ឥឡូវខ្ញុំចូលអេកូវាមានទៅ domain មួយរៀងប្លែកតិចណាឥឡូវ echography យើងធ្វើ echography យើងធ្វើ mammography ប៉ុន្តែអ្វីដែលសំខាន់តើមនុស្សទាំងអស់គ្នានឹងបានធ្វើ mammography ទាំងអស់ឬអត់បានធ្វើ echography ទាំងអស់គ្នាឬអត់ធម្មតាយើងត្រូវធ្វើ mammography រាល់2ឆ្នាំម្ដងអាយុពី50ឡើងទៅប៉ុន្តែនៅស្រុកខ្មែរយើងអត់ធ្វើហើយដោយសារអីទី1ដោយសារការផ្សព្វផ្សាយនៅវាអត់មានទី2ដោយសារយើងបង់លុយទី3សង់ mammography នឹងអត់សូវមានទេខ្ញុំឧទាហរណ៍មួយនៅខេត្តកំពង់ស្ពឺមានអ្នកណាគេនៅខេត្តកំពង់ស្ពឺមាន mammography អត់នៅមានដឹងទេខេត្តកំពង់ស្ពឺមណ្ឌលគិរីរតនគិរីតើមាន mammography អត់អញ្ចឹងហើយយើងគិតមើលបើយើងមានប្រជាជនបានន័យថាមានកង់សៀនៅអឺរ៉ុបនៅអាហ្វ្រិកនៅអាមេរិកពួកជនជាតិចាមយើងនិយាយថាពួកខ្មែរអ៊ីស្លាមពួកអ៊ីស្លាមហ្នឹងក៏កង់សៀមានដូចគ្នាហ្នឹងខ្ញុំនៅក្នុងពេទ្យវាមើលទៅឃើញទាំងអស់ប៉ុន្តែដោយសារយើងនៅស្រុកខ្មែរយើងវាអត់ទាន់លូតលាស់អញ្ចឹងវាមានការខ្វះខាតកន្លែងហ្នឹងចឹងមកខ្ញុំនិយាយខ្ញុំមើលអានេះទៅគាត់ឲ្យយើងបញ្យល់គ្នាទៅហើយយើងដើម្បីឲ្យវារីកចម្រើនសម្រាប់ស្រុកខ្មែរយើងហើយយើងជួយដល់ប្រជាជនយើងទៅណាអញ្ចឹងកង់សែដូចសាំងកង់សែដោះនឹងកើតមានគ្រប់គ្នាទាំងអស់ mammography ត្រូវ applicate ចាប់ពីអាយុ50ឡើងទៅដោយសារអីអាយុជុំវិញ50គឺជាអាយុកង់សែអញ្ចឹង mammography ហ្នឹងគឺកង់សែដោះគឺនិយមដែលសម្បូរជាងគេចន្លោះវា50ទៅ55ហើយដែលគេធ្វើស្ថិតិកាលពី20ឆ្នាំមុនណាលេខ1គឺនៅអាយុ55ណាគឺសម្បូរជាងគេប៉ុន្តែនៅក្នុងប្រាតិចអត់មែន55ទេ50ណានៅក្នុងប្រាតិចដោយសារឯងកាលពីមុន mammography អត់សូវដើរឥឡូវ mammography វាដើរឲ្យទំនើបទៀតមិនដូចពីមុនទេណាម៉ាស៊ីន mammography នៅស្រុកគេថ្លៃណាស់ណា
35,000 ទៅ 40,000 ដុល្លារណាអាថ្លៃម៉ាស៊ីនមានសំខាន់អាថ្លៃម៉ាំងទៅដល់វាសំខាន់ប៉ុន្តែម៉ាស៊ីន mammography នៅប្រទេសគេម្នាក់យកតែ66 អឺរ៉ូទេនៅស្រុកប្រាំងណាយើងទៅធ្វើ mammography នៅមន្ទីរពេទ្យនៅប្រទេសគេផ្សេងវាថ្លៃក្នុងពេទ្យឯកជនណាប៉ុន្តែបើយើងនៅស្រុកប្រាំងទោះបីយើងចូលពេទ្យរដ្ឋក៏ដោយពេទ្យឯកជនក៏ដោយតែ66 អឺរ៉ូទេបូកនឹងអេកូអត់ដល់100ផងនោះតែ87ទេណាប៉ុណ្ណឹងអញ្ចឹងឥឡូវខ្ញុំលើកឧទាហរណ៍នៅក្នុងដោះយើងចែកជា4កាត្រង់ចឹងណាលោកឯងយកបន្ទាត់មួយចំចឹងមកកែចែកជា4ចឹងណានឹងចំពោះ ecography លោកឯងដាក់កាត្រង់ខាងលើណាខ្ញុំទៅសេនេះកាត្រង់ superior anten superior extend inferior anten និង inferior extend ណាយើងធ្វើចឹងបាទណាគេឲ្យយើងធ្វើ mammography ឥឡូវខ្ញុំឆ្លើយថាហ្នឹងកង់ស្រានេះកង់ស្រាណាអញ្ចឹងខ្ញុំទៅធ្វើ ecography គេ mammography ទៅធ្វើ AP ហើយនិង oblique ទាំងសងខាងណាមួយខាងទៅធ្វើ AP ហើយទៅធ្វើ oblique យើងចំណាយពេលតែ3នាទីឲ្យធ្វើ mammography ណាក្នុងមួយព្រឹក4 ម៉ោងខ្ញុំមើលធ្វើ mammography 22នាក់រួមអ្នកអេកូណាអញ្ចឹងយើងធ្វើលឿនទេអត់មានអីពិបាកទេហើយអត់មានឈឺអត់មានអីទាំងអស់ក្រោយពី mammography ហើយបើយើងសង្ស័យយើងបន្ថែម ecography ឥឡូវ oblique ណាឃើញទេឃើញ opacity នេះ spiculae ចាណា spiculae អញ្ចឹងអានឹងយើងគិតថាកង់ស្រាហើយអានឹងយើងគិតថាសេះស្ពេច 100% គឺកង់ស្រាណាអញ្ចឹងយើងធ្វើ ecography ឃើញទេយើងបាន mass មួយអញ្ចឹងមកឃើញទេ epoicogen hypoechoic heterogeneous ហើយនឹងកុងតួវាយើងឃើញទេ irregular ឬក៏ spiculated specular ហ្នឹងឃើញទេហើយ infiltrate ចូលនៅក្នុង soft tissue នៅក្នុង fatty layer ណាហើយ infiltrate ចូលនៅក្នុង muscle គឺ100%គឺកង់ស្រាអញ្ចឹង classification ACR sign ACR ទី5ឬក៏ BI-RADS ទី5ឃើញទេកាលណា classify អញ្ចឹងយើងសង្ស័យហើយឥឡូវខ្ញុំចំពោះខ្ញុំដាក់ 100% គឺកង់ស្រាខ្ញុំដាក់ទី5ប៉ុន្តែបើសិនជាយើងថាំងខ្ញុំអត់សង្ស័យទេខ្ញុំសង្ស័យមិន100%អញ្ចឹងខ្ញុំដាក់ទី4ទាំងទី4ទាំងទី5ទៅធ្វើ biopsy ឃើញទេនេះធ្វើ biopsy យើងមិនអាចយកគេទៅវះអត់មានធ្វើ biopsy បានទេណាកាលពីជំនាន់មុនកាលពី30ឆ្នាំមុនកាលយើងចេញពីសម័យខ្មែរក្រហមប៉ុលពតមកយើងអាចធ្វើអីបានប៉ុន្តែសម័យឥឡូវលោកឯងត្រូវអាចខាត់ត្រូវធ្វើ biopsy មុនវះទោះបីលោកឯងនៅស្រុកស្រែក៏ដោយទោះបីលោកឯងនៅខេត្តតាកែវខេត្តស្អីណាជនបទស្អីស្រុកស្អីគេខេត្តតាកែវមានស្រុកស្អីមួយដែលឆ្ងាយជាងគេខ្ញុំមានគ្នាយើងនៅហ្នឹងខេត្តតាកែវជាយក្រុងទោះបីលោកឯងនៅជាយណាក៏ដោយលោកឯងទៅធ្វើ biopsy បើសិនជាលោកឯងវះដោះគេមានអីអៀកយ៉ងលោកឯងឃើញកង់ស្រាមិនដឹងថាគាត់កើតមាន 2-3 ឆ្នាំហើយអញ្ចឹងលោកឯងត្រូវធ្វើ biopsy ដើម្បីមើលអនាគតវាថាអនាគតវាមិនតើកង់ស្រាប្រភេទអីហើយទី2លោកឯងត្រូវមើលកូនកណ្ដៅនឹងឃ្លៀកអញ្ចឹងវះត្រូវយកដុំដោះហើយហ្នឹងហើយកូនកណ្ដៅចេញយើងហើយតើយើងវះយកតែមួយដុំឬក៏វះកាត់ដោះទាំងមូលណាចឹងហើយបានខ្ញុំរំលឹកយើងទាំងអស់គ្នាហើយយើងជម្រាបជូនដល់គ្រូពេទ្យយើងទាំងអស់គ្នាផ្នែកវះកាត់សូមឲ្យអាប់ដេតណាមិនមែនឲ្យតែមានដុំសោះដុំដោះកាត់ដោះគេទាំងអស់ទេទោះបីកង់ស្រាក៏ដោយគេអត់ឲ្យកាត់ចឹងដែរណាគេឲ្យកាត់មួយជ្រុងកាត់មួយផ្នែកប៉ុន្តែបើសិនជាកង់ស្រានឹងពី diffuse បានយើងធ្វើ mastectomy ទាំងអស់បោះពីមុនចាំស្លាប់ណៃគឺអត់យ៉ាអំបីមកបាត់ជីអំបីមកអញ្ចឹងកន្លែងហ្នឹងបើសិនជាមានកង់ស្រាដោះអញ្ចឹងគឺយើងត្រូវធ្វើ mammography ធ្វើ ecography ហើយយើងមើល echo នឹងឃ្លៀកបន្ទាប់មកយើងទៅធ្វើ biopsy ហើយបានយើងធ្វើការវះកាត់ក្រោយយើងទៅតាមលទ្ធផលណាអញ្ចឹងជាទូទៅគឺ mammography ត្រូវធ្វើ2ឆ្នាំម្ដងប៉ុន្តែបើសិនជាយើងនៅស្រុកស្រែឥឡូវយើងបានមានខ្ញុំគាត់ឲ្យយើងនាំគ្នាធ្វើ ecography ទៅណាហើយយកល្អ
បើចាប់ពី50ឆ្នាំឡើងទៅគួរតែធ្វើយ៉ាងហោចណាស់ក៏បាន2ឆ្នាំម្ដងដែរណាបើសិនជាយើងអត់លុយមិនមានលុយអីមិននៅក្នុងមន្ទីរពេទ្យរដ្ឋហ្នឹងយើងសនំពរឲ្យយើងកុំឲ្យយកលុយពីអ្នកជំងឺទៅរាល់អេកូដោះទាំងអស់ឲ្យ gratis ទៅណាទោះបីយើងយកលុយក៏វាមិនទៅជាអ្នកមានដែរយើងគិតមើលយើងគ្រាន់តែជួយមនុស្សទេអញ្ចឹងគ្រាន់តែខ្ញុំសនំពរឲ្យយើងទាំងអស់គ្នាហ្នឹងទៅនិយាយជាមួយប្រធានមន្ទីរពេទ្យប្រធាន OD ទៅដោយសារមន្ទីរពេទ្យយើងវាអត់មានលុយទិញ mammography អត់មានគ្រូពេទ្យអញ្ចឹងសនំពរឲ្យធ្វើអេកូដោះហ្នឹង gratis ចំពោះប្រជាជនខ្មែរទាំងអស់បាទនេះជាកំណត់ជាយោបល់របស់ខ្ញុំឯណាគ្រាន់តែសនំពរប៉ុណ្ណឹងយើងគិតមើលយើងមើលអេកូនៅសុកសែននៅខ្ញុំឧទាហរណ៍ខ្ញុំខេត្តតាកែវមណ្ឌលគិរីរតនគិរីគ្រូពេទ្យណាទៅមើលបានណាអញ្ចឹងយើងបើកសេវាទៅគ្រាន់តែជួយដល់មនុស្សណាយ៉ាងហើយនោះក៏វាគ្រាន់បើដែរណាបានដល់ប្រជាជនដើម្បីជៀសវាងកុំឲ្យគាត់ទៅប្រទេសផ្សេងទៅប៉ុណ្្នឹងទេណាសប្បុរសយើងធ្វើបែបចឹងហើយទី2ពេលដែលយើងមើលអេកូហ្នឹងកុំភ្លេចមើលអេកូឃ្លៀកណាសំខាន់គឺរកមើល adenopathy axillary មានសំណួរអីបាទមានសួរលោកគ្រូខ្ញុំឆ្ងល់ថាលោកគ្រូយើងមើល mammography ហើយមិនបានយើងទៅបញ្ជាក់ជាមួយអេកូអីទេគ្រូ mammography យើងបញ្ជាក់ថាវានៅ right upper ឬក៏នៅកាត់ត្រង់ superior echography យើងធ្វើឃើញ mass លោកឯងពេលលោកឯងធ្វើ biopsy លោកឯងធ្វើ biopsy ស៊ូ echography មិនមែនធ្វើ biopsy ស៊ូ mammography ទេអញ្ចឹងពេលដែលធ្វើ biopsy ហ្នឹងរើពែអញ្ចឹង echography ហ្នឹងដើម្បីបញ្ជាក់បន្ថែមពីទំហំពី mass ហ្នឹងវាស៊ីចូលខ្លាញ់អត់តើដុំហ្នឹងវាស៊ីចូលដល់សាច់ដុំអត់នៅក្នុងmammography លោកឯងអត់មើលអត់ឃើញទេណាវា infiltrate ចូលនៅក្នុងសាច់ដុំលោកឯងមើលមិនឃើញខ្ញុំឧទាហរណ៍រូបនេះឡើយធ្វើមិនដឹងថាវាទាញវាស៊ីចូលដល់សាច់ដុំអញ្ចឹងហើយបានគេឲ្យយើងធ្វើ echography បន្ថែមវា infiltrate ចូលក្នុង fatty layer វា infiltrate ចូលនៅក្នុង muscle នេះអញ្ចឹងបានគេឲ្យយើងធ្វើ echography នឹងបន្ថែមមិនមែនដើម្បីធ្វើអីទេដើម្បីបញ្ជាក់ហើយទី2ដើម្បី repérage នៅពេលដែលយើងធ្វើ ponction ឃើញទេនេះឃើញវាស៊ីចូលខ្លាញ់ទេអានឹង criteria របស់ echography បន្ថែមពីលើ mammography ណាតាមពិត mammography យើងដឹងហើយ 100% គឺកង់ស្រាប៉ុន្តែនេះ criteria បន្ថែមដើម្បីបូបសរុបចូលគ្នាហើយដើម្បីធ្វើ biopsy ជាចុងក្រោយហើយរើពេរ៉ាហ្នឹងគឺជាកន្លែងមួយដែលយើងបញ្ជាក់ថាដុំហ្នឹងនៅចម្ងាយប្រហែលសង់ទីម៉ែត្រពីម៉ោងម្លងណាតើដុំហ្នឹងនៅមុំហ្នឹងរ៉ៃយ៉ុងទីប្រហែលអីប្រហែលរ៉ៃយ៉ុងដូចថារ៉ៃយ៉ុង10ទី10ណាម៉ោង10ម៉ោង7ម៉ោង6ព្រឹកអីចឹងដើម្បីគេធ្វើ biopsy ចឹងឯងគេត្រូវធ្វើ echography បន្ថែមណាហើយដើម្បីមើលអក្សរទៀតបើសិនជាលោកឯងឃើញកូនកណ្ដៅនឹងអក្សរតើកូនកណ្ដៅនឹងសង្ស័យអត់បើសិនជាកូនកណ្ដៅនឹងសង្ស័យលោកឯងត្រូវធ្វើ biopsy របស់កូនកណ្ដៅនឹងទៀតណាអញ្ចឹងកូនកណ្ដៅដែលមើលនឹងឃ្លៀកហ្នឹងមិនមែនមានន័យថាចាត់ទៅកង់ស្រាទាំងអស់ទេវាអាចជា adenopathy មកពីកង់ស្រាវាអាច adenopathy inflammatory អញ្ចឹងណាអញ្ចឹងយើងត្រូវបញ្ជាក់គេបន្ថែមបន្តិចទៀតមានសំណួរអីទៀតអត់ចឹងបានខ្ញុំឆ្ងល់ថា mammo វាថ្លៃម៉ាស៊ីនហ្នឹងគ្រូថាជាង30,000នោះរត់រួចអេកូដែរចឹងថតអេកូមួយទៅបានគ្រូមិនចាំធ្វើ mammo អីគ្រូអត់គ្រប់ទៀតហេតុអីបានយើងអត់ធ្វើនៅ form ទីពេច echography មើលឃើញប៉ុន្តែកង់ស្រាប្រភេទ microcalcification ហើយបើសិនជា node នឹងវាទូចក្រោម5មីលីម៉ែត្រ6មីលីម៉ែត្រ echography negative 50%ហើយបើសិនជាកង់ស្រាប្រភេទ microcalcification echography negative 99.9% ឃើញទេចឹងហើយ mammography គឺរកឃើញទាំងអស់ទូចប៉ុណ្ណាក៏ mammography ឃើញដែរបើសិនជា lesion នឹងទូច40មីលីម៉ែត្រ40មីលីម៉ែត្រ mammography ល្អណាបន្ទាប់មកបានរើពាលោកពេលដែលយើងមើលខ្ញុំគាត់ឲ្យគិះមួយនឹងដោះយើងមើលអេកូ50%យើង miss diagnostic បាត់ហើយណាអញ្ចឹង echography ទៅធ្វើទី1 mammography ទី1 echography ទី2 echography complementary ទេมันអាចឃើញទាំងអស់ទេចំពោះម៉ាស់ធំអញ្ចឹង echography វាល្អហើយប៉ុន្តែបើទូច
អត់ឃើញទេមើល microcalcification echography misdiagnostic ទាំងអស់ណាចាសិចយើងអត់ល្អទេមានស្នូអីទៀត Xem lên được thử មានអីសួរមកចុះ លោកគ្រូខ្ញុំសុំសួរមួយ mammography ហ្នឹងបើសិនជាស្ត្រីដែលគាត់មានអាយុក្រោម50ឆ្នាំយើងអាចកំណត់ពីម៉ាស់ហ្នឹងបានអត់លោកគ្រូ អាយុប្រមាណតាមពិតចាអាយុ50ឆ្នាំជាស្តង់ដារសម្រាប់ invitation ធ្វើ mammography gratuit គេធ្វើលិខិតអញ្ជើញក៏ប៉ុន្តែនៅក្រោម50ឆ្នាំខ្វះស្អីអ្នកដែលកង់សៀ mammography គឺដូចគ្នាគ្រាន់តែអ្នកដែលអាយុក្រោម50ឆ្នាំវាតិចកង់សៀ30ក៏មានដែរណាខ្ញុំមើលរាល់ឆ្នាំមានរាល់ឆ្នាំអាយុជុំវិញ30ប៉ុន្តែ20កម្រតាំងពីខ្ញុំធ្វើការមកកម្រជួបតែម្នាក់ទេ30ខ្ញុំជួបក្នុងមួយឆ្នាំ2 3នាក់ហើយនៅចន្លោះ40រៀងច្រើនតិចតែចន្លោះ50ច្រើនមែនតើណាបានន័យថា80% នៅអាយុចាប់ពី50ឡើងទៅ70ហើយ70%ចុះហើយប្រហែល20% នៅចន្លោះ40អញ្ចឹងនៅក្រោម10% ហ្នឹងនៅចន្លោះ30ណាអញ្ចឹងពេលរូបភាពឃើញដូចគ្នាតា mammography ណាឃើញដូចមិនអញ្ចឹងឃើញមាន opacity spicule មានអីចឹងដូចគ្នាចឹងណាហើយ mammography អត់មានឈឺទេណាធ្វើតែ2នាទី3នាទីហើយយ៉ាងម៉េចកាលណាអ្នកជំងឺគាត់ក្មេងៗឧទាហរណ៍ក្រោម30ឆ្នាំឬក៏ក្រោម20អញ្ចឹងម៉ាម៉ូនៅតែអាចមើលដុំនឹងឃើញមែនគ្រូក្រោម30ឆ្នាំគេឲ្យយើងធ្វើ echography ទី1បើសិនបើយើងសង្ស័យយើងថែម mammography ណាអញ្ចឹងអាយុក្រោម30ឆ្នាំគឺ echography automatic បន្ទាប់មកបើយើងឃើញដុំជា mammography ទៅណាជាធប់ដែរណាមែនទេប៉ុន្តែបើសិនជា echography normal មិនបាច់ធ្វើ mammography ទេណាប៉ុន្តែបើអាយុចាប់ពី50ឡើងចាំទៅ mammography ទី1 echography ទី2ណាចឹងចាទី40ហ្នឹងក៏អាចធ្វើបានដែរប៉ុន្តែគេមានលក្ខខណ្ឌរបស់វាអញ្ចឹងណាមើលសិនខ្លាចលោវាចូលសម្លេងទៅអូខេមានសំណួរអីទៀតអត់Không hay là cụ không là cụ thành sẽ cái đây trong vài vấn to po ta có po quạt mơ eco là cụ ta có poแต่mơ môn thôi đấy có crowd thôi là cụ đây mơ tới ខ្ញុំស្ដាប់ច្បាស់ចង់និយាយថាម៉េចស្ត្រី cái đây trong vài vấn to po là cụចាប់ពីអាយុ20ឆ្នាំឡើងទៅយើងមិនត្រូវគាត់មើលអេកូដោះចឹងលោកគ្រូបាទតែខ្ញុំចង់សួរលោកថាតើយើងគួរតែឲ្យមើលគាត់មើលមុនមករដូវឬក៏ក្រោយមករដូវលោកគ្រូចំពោះ echography យើងនិយាយចាស់មើលពេលណាក៏បានដែរណាប៉ុន្តែនៅពេលប្រេរែកពេលចិត្តមកដល់មករដូវពេលចិត្តដល់នឹងវាឡើងរាងធំវាឡើងឈឺតែប៉ុណ្្នឹងឯងប៉ុន្តែ echography អត់មាន complication អីទេព្រោះយើងសង្កត់ថ្នមហ្នឹងណាគ្រាន់តែថាកពេញទឹកដោះវាឡើងប៉ោងធំបន្តិចនៅពេលដែលចិត្តមករដូវអញ្ចឹងយើងអាចមើលនៅពេលចំពោះខ្ញុំឲ្យមើលពេលណាក៏បានដែរចំពោះ echography អត់បញ្ហាអីទេអត់មានឲ្យ complication អត់មាន misdiagnostic ទេណាពេលណាក៏បានដែរអត់អីទេចឹងលោកគ្រូបើសិនជាគាត់មានម៉ាស់ឬក៏ស៊ីសអាហ្នឹងបើសិនជាទូទៅគាត់ក្រោយមករដូវឬក៏មុនមករដូវក៏យើងមើលបានធម្មតាមែនលោកគ្រូបានទាំងអស់អត់មានផ្លាស់ប្ដូរទេអត់មានខុសទេគិសនៅតែគិស adenofibrome នៅតែ fibrome កង់សៀននៅតែកង់សៀនអត់មានផ្លាស់ប្ដូរអីទេមើលចោះអត់មាន complication អត់មានអីទាំងអស់ចាលោកគ្រូអរគុណគ្រាន់តែថាយើងក្រោម30យើងមើលអេកូជាដំបូងបើសិនជាអេកូនឹងយើងសង្ស័យយើងសង្អីចាំយើងទៅធ្វើ mammography បើចាប់ពី40ឡើងទៅយើងអាចធ្វើ echography ធ្វើ mammography ប៉ុន្តែបើ50ឡើងទៅ mammography obligato ណាហើយខ្ញុំនិយាយម្ដងទៀត mammography វាដេកតិចទេសម្រាប់កង់សៀដែលជា calcification ទូចអានឹងគឺ mammography វាមើលឃើញ echography មើលអត់ឃើញទេណាហើយកង់សៀទូច mammography វាអាចមើលឃើញ
ជាងហើយអេកូកាលណាដុំទូចទូចយើងអាច miss diagnostic យើងធ្វើយ៉ាងស្តិចហ្នឹង error វាច្រើនណាគ្មានគ្រូពេទ្យទេវតាណាដែលមើលអេកូមិនខុសទេចាំឲ្យច្បាស់ណាអត់មានទេខ្ញុំមើលមួយព្រឹក22នាក់ mammography ecography នៅតែខុសចឹង2ឆ្នាំក្រោយមកខ្ញុំអង្គុយមើលទៅគឺមានអ្នកជំងឺមានដុំទូចមួយដែលខ្ញុំមើលអត់ឃើញអាចមានកង់ស្រាឃើញទេតែមានចុះហើយ domain ឲ្យម៉ាស៊ីនទំនើបទៀតមានតូម៉ូសាំងតែនមានអីទៀតនៅតែខុសចឹងវិធីសង្កាត់ចឹងហើយបានយើងឲ្យយើងមើលតាមដានចឹងទៅអញ្ចឹងនៅក្នុងកង់ស្រាខ្ញុំឧទាហរណ៍យើងមើលណា50%នៅ1/4ខាងក្រៅនេះចឹងហើយបានយើងមើលអេកូយើងសារ៉េមកកន្លែងហ្នឹងហើយមកម្ដុំឃ្លៀកបន្ទាប់មកនៅកន្លែងចុងដោះលេខ2ឃើញទេអញ្ចឹងកាត់ត្រង់ដែលយើងសង្ស័យគឺកាត់ត្រង់ខាងលើណាហើយអេកូបើសិនជាយើងសង្ស័យមិនច្បាស់ហើយអត់មាន mammography control 4 ខែក្រោយមកណាហើយបើ4 ខែក្រោយមកយើងនៅតែសង្ស័យទៀតយើងធ្វើ biopsy ទៅណាbiopsy ហ្នឹងយើងគួរតែធ្វើទាំងអស់គ្នាទៅតាមពិតនៅតាមខេត្តនៅតាមស្រុកហ្នឹងវាគ្មានគ្រូពេទ្យមានអីណាទេណាយើងខ្លួនឯងនឹងគ្រូពេទ្យហ្នឹងធ្វើទៅណាមិនបាច់ចាំគ្រូពេទ្យផងអាង family nurse ហ្នឹងគេវះគេកាត់ពីដើមយើងគិតមើលគឺយើងចេញពីអាពតមកពេទ្យ1ឆ្នាំ2ឆ្នាំមកកាត់ដៃកាត់ជើងហ្នឹងណាយើងគ្រូពេទ្យស្អីក៏មើលបានហើយវាអត់មានបញ្ហាអីទេណាយើងធ្វើbiopsyទៅឥឡូវនេះវាច្បាប់វាចេះតែតែងចុងប៉ុន្តែយើងគិតមើលយើងនៅជនបទយើងយកច្បាប់នោះទៅអនុវត្តឲ្យមិនខ្ញុំឧទាហរណ៍លោកអញទៅនៅមណ្ឌលគិរីរតនគិរីខ្ញុំទៅហើយមានស្អីអញ្ចឹងនៅក៏បានអីក៏បានដែរធ្វើទៅណាbiopsyអត់មានប្របាកទេគ្រាន់តែចុចមកជុលនឹងវាច្រាប់យកមកអូតូម៉ាទិកនឹងយកមកមើលទៅណាហើយជាមួយនឹងគ្រូពេទ្យហ្នឹងយើងទៅតាក់ទងគ្នាទៅណាសួរថាពេលដែលយើងចង់បញ្ជូនអ្នកជំងឺមកពេញមកណាហ្នឹងតើមានថវិកាតើមានមួយយ៉ាងសម្រាប់ transport មកអត់អញ្ចឹងយើងធ្វើដើម្បីជួយមនុស្សអញ្ចឹងគួរតែធ្វើទៅណាអញ្ចឹង control 4 ខែម្ដងណាប្រសិនបើយើងសង្ស័យហើយបើសិនជានៅតែសង្ស័យទៀតធ្វើ biopsy ទៅណាសំណូមពរហើយសំណូមពរទៀតអ្នកនៅខេត្តសូមមេត្តាទៅចែកគ្នាឲ្យ mammography ecography mammography ប្រជាជនទាំងអស់ណាសំណូមពរប៉ុណ្ណឹង Cú xong xua mà nè mammography nơi lực kí để sang hay là adenovirus khơi nhìn ដូចគ្នា opacity ដូចគ្នាប៉ុន្តែ adenofibrome ជាទូទៅ បវា regular verify ដូចគ្នាអញ្ចឹងពណ៌ដូចគ្នាប្រហែលគ្នាណាស៊ីសងនឹងដង់ស៊ីតេស៊ីសងនឹងទំហំរបស់វាទេមើលទៅប្រហែលគ្នាប៉ុន្តែ adenofibrome វាដិតជាងគីសណាគីសវាថ្លាបន្តិចប៉ុន្តែ adenofibrome ពេលយើងធ្វើទៅ opacity របស់វា net ជាងណាច្បាស់ជាងតែ mammography ឃើញទាំងអស់ប៉ុន្តែបើគិសទូចmammography អត់ឃើញទេគិសទូចនោះវាជន់គ្នាជាមួយកពេញទឹកដោះអញ្ចឹងវាស៊ីសនឹងដោះយើងតើនៅក្នុងកពេញទី1គេដាក់ចែកទី1ទី2ទី3ទី4កពេញទឹកដោះយើងតើវាមានដង់ស៊ីតេទីប្រមាណបើដង់ស៊ីតេខ្លាំងដោយវ័យក្មេងកំពុងបើកដោះពេលលោកអញថតទៅសខ្លាំងហ្មងឃើញទេប៉ុន្តែនៅពេលអាយុ50 70 80ពេលលោកអញថតមកដោះយើងឡើងថ្លាឃើញទេមិនអីចឹងតែមកខ្ញុំដាក់រូបឲ្យមើលណាពេលយើងអាយុ70 80ទៅដូចកន្លែងនេះអញ្ចឹងនេះថ្លាអញ្ចឹងឃើញទេពេលនៅក្មេងនេះឃើញទេសអញ្ចឹងដល់ពេលវ័យកណ្ដាល50ទៅនៅសប៉ុណ្ណេះណាឃើញទេដល់វ័យកាន់តែច្រើនទៅក៏ថ្លាអញ្ចឹងមកឃើញទេអញ្ចឹងវាស្រួលមើលទេឃើញទេ micro calcification នេះយើងទៅធ្វើ ultrasound negative ណាមើលអត់ឃើញទេនេះមានដុំទូចមួយនេះអញ្ចឹងយើងទៅធ្វើ ecography មើលអត់ឃើញទេណាជួនកាលឃើញជួនកាលអត់ណា50%អញ្ចឹងណាអញ្ចឹងបានគេធ្វើ mammography ជារពែហើយបានគេធ្វើ ecography មានសំណួរអីទៀតអត់ខេត្តស្អីខេត្តកំពង់ស្ពឺខេត្តគីប៉ូលីលួយនៅខេត្តណា nó cũng phong spư
ហ្នឹងហើយកំពង់ស្ពឺមាន mammography អត់ អត់មានអត់មានទាំងគ្រូពេទ្យខាងមើល វាពិបាកមែនអត់មានគ្រូពេទ្យមើលទេអញ្ចឹងយក ecography ទី1ទៅហើយសនំពរទៅដាក់ឲ្យ graphy ចំពោះមនុស្សទូទៅទាំងអស់ទៅណាធ្វើចឹងទៅហើយ mammography ហ្នឹងគេចែកបាយរ៉ាទៀតប៉ុន្តែខ្ញុំបាញ់និយាយគាត់ឲ្យឧទាហរណ៍យើងប៉ុណ្ណឹងបានហើយដើម្បីទៅមានផ្សេងមួយទៀតឃើញទេនេះបាយយប់ស៊ីនេះឃើញទេមកជួលប៉ុណ្ណឹងណាធ្វើទៅណាយើងគ្រូពេទ្យហ្នឹងគ្រូពេទ្យណាក៏ធ្វើបានដែរណារៀនធ្វើទៅយើងវះកាត់ដៃជើងគេតបានឯបានរឿងអីចាក់មកជួលប៉ុណ្ណឹងបានយើងចាក់មកជួលលេខ16ហ្នឹងណាដាក់វាចូលមកចំចេះមកចុចទៅវាលោតទៅអូតូម៉ាទិកហើយណាហើយយកទៅមើលទៅហើយបានយើងធ្វើបានលទ្ធផលមកកង់សៀហ្នឹងកង់សៀប្រភេទអីទៀតលោកអញឃើញទេកង់សៀដោះវាមានពីរប្រភេទណាវាមានអាំងហ្វីត្រង់និងអាំងស៊ីទុយឃើញទេ DDC និងមួយទៀត DCE ហ្នឹងអាប្រភេទពីរហ្នឹងខុសគ្នាណាមួយយើងត្រូវប្រើ chemotherapy បន្ថែមមួយត្រូវអត់អញ្ចឹងឃើញទេអញ្ចឹងលទ្ធផលទៅចាំលទ្ធផលរបស់ resulta អាណាប៉ាត់អត់មានយកគេទៅវះឆៅទេណាឃើញតែជឿនេះអាយុ37ឆ្នាំមកឃើញនេះខ្ញុំប្រើអេកូតូស៊ីបាអាប់ទីយ៉ូ3000មើលតាំងពី4ឆ្នាំហើយនេះអានេះមកម៉ូតូឃើញទេកាលណាដុំដោះនឹងវាធំគេច្រាប់ក្របដោះអញ្ចឹងទៅក្របអេកូក្រាហ្វីអញ្ចឹងយកអញឃើញទេដាក់ម៉ាស៊ីនអេកូអញ្ចឹងមកហើយច្រាប់អញ្ចឹងទៅឬក៏ធ្វើមកម៉ូតូដាក់មកជុលរាងធំតិចទៅមកជុលនឹងវាប្រប៉ាន់ចុងចង្កឹះលេខ11ហើយបើយកសាច់នឹងទៅមើលទៅអានឹងដោយសារអីបានគេធ្វើអញ្ចឹងដោយសារmicro calcification micro calcification ទូចហ្នឹងជាប្រភេទកង់ស្ទះហ្នឹងគេកូក្រាហ្វីវាមើលអត់ឃើញយកអត់បានអញ្ចឹងបានគេធ្វើមកម៉ូតូណាអាហ្នឹងវាសម្រាប់ mammography ហើយធ្វើអាហ្នឹងធ្វើមកម៉ូតូហ្នឹងម៉ូតូហ្នឹង mammography ហ្នឹងណាប៉ុន្តែគេច្រាប់ក្រោម mammography ធ្វើមកម៉ូតូបាទនេះគេច្រាប់ក្រោម ecography ដោយសារដុំហ្នឹងវាធំអញ្ចឹងគេប្រើបញ្ចូលអញ្ចឹងទៅណាលោកគ្រូគេមានប្រើថ្នាំស្ពឹកអត់ពេលច្រត់ហ្នឹងប្រើប៉ុន្តែមានម្ដងនោះខ្ញុំអត់បានប្រើទេដោយសារអីពេលខ្ញុំចាក់ថ្នាំខ្ញុំអត់បានមើលដបថ្នាំខ្ញុំយក dextro មកចាក់ដបដូចគ្នានោះខ្ញុំទាញមកបើចាក់ពឹបខ្ញុំធ្វើនៅស្រុកខ្មែរតាំងពីឆ្នាំ1999ឆ្នាំ2001ឆ្នាំ2001កាលនោះហើយខ្ញុំចាក់ទៅអ្នកជំងឺក៏អត់ស្រេកដែរកាលនោះបញ្ជាតិក្នុងប្រាតិចត្រូវធ្វើ anesthesia យើងដាក់អាល់កុលដាក់បេតាឌីនសម្អាតមកសុងយើងដាក់ស្រោមដៃស្រោមការពារ protection ចឹងមកដាក់ស្រោមដៃចឹងមកអានេះ sterile ទាំងអស់ណាពាក់អញ្ចឹងទៅហើយយើងសម្អាតវាហើយយើងយក bisturi ចោះវាបន្តិចមកដើម្បីធ្វើមុខវាហើយយើងចាក់ម្ជុលនឹងចូលទៅប៉ុន្តែមុននឹងធ្វើ anesthesia ហើយយក bisturi ចោះវាប្រហោងទូចមួយមកហើយសោកម្ជុលនឹងចូលទៅហើយយើងមើលតាមហ្នឹងមកហើយយើងចុចវាទៅវាលោតអូតូម៉ាទិកច្រត់មកខ្លួនឯងមកណាតែជំងឺអត់ឈឺទេចុចតែ2ដងធ្វើតែ2ដងហ្នឹងតែ anesthesia មានសំណួរអីទៀតអត់ចុចតែ2ដងឯណាអានេះធ្វើតែ2ដងបាទនេះធ្វើ6ទៅ12ដងនេះអានេះអស់សាច់ច្រើនតិចបើម្ដុំហ្មងម្ដុំហ្មងដូចយើងអាកិនប្រហិតដែរឃើញគេអាកិនអាម៉ាស៊ីនកិនប្រហិតនៅផ្សារតប៉ាងគេជំនាន់ដើមឯអាល្វីដៃចេះឃើញទេអាចហ្នឹងមកម្ដុំអញ្ចឹងហ្មងណាទូចអញ្ចឹងយកមកបើម្ដុំទូចមិនមែនធំទេអូខេខ្ញុំទៅមុខទៀតបើមានសំណួរអីនេះប្រភេទកង់សៀហ្នឹងគឺប្រភេទ2ហ្នឹងនេះអា CCE ហ្នឹងបានន័យថាកង់សៀហ្នឹងអាំងហ្វីត្រង់ហ្នឹងវាកាចខ្លាំងបើអា DCES ហ្នឹងវាអត់សូវកាចទេអាហ្នឹងអត់ប្រើអីទេណាអត់ប្រើChemotherapy ទេអត់ប្រើ Chemotherapy ទេណាបាទនេះប្រើណា
ហើយយ៉ាងនេះទូទៅវាស៊ីមកដល់កូនកដោបាទនេះអត់ទេវាអត់ទៅដល់កូនកដោដោយភាគច្រើនណាទាំងអស់ហ្នឹងតើគេត្រូវធ្វើកាត់យកដោះទាំងអស់ឬកាត់មួយជ្រុងវាស៊ីសងនឹងដុំហ្នឹងទូចឬធំណាហើយថ្ងៃមុនខ្ញុំបញ្ជូនបងប្អូនមួយឲ្យទៅពេទ្យធ្វើ mastectomy ទាំងអស់តាមធម្មតាគេឲ្យធ្វើចឹងទេគេឲ្យយើងធ្វើកាត់មកផ្នែកចឹងគេឲ្យកាត់ទាំងអស់ទេណាអូខេអញ្ចឹងផ្នែកហ្នឹងយើងចប់ប៉ុណ្ណឹងឥឡូវខ្ញុំនិយាយអំពីទីល្អិតបន្តិចថៃរយខ្ញុំរំលឹកយើងម្ដងទៀតថៃរយកុំឲ្យឃើញគេបកឆ្លើយថាគាត់មានជំងឺណាពាក្យថា goiter បានន័យថាក្នុងទីរ៉ូអ៊ីតហ្នឹងក្នុងមួយលបលើពី10សង់ទីម៉ែត្រគីបមានន័យថា goiter ឬក៏គាត់ណាឲ្យចាំពាក្យហ្នឹងអត់មានចិត្តទៅគាត់ទេណាពាក្យថាគាត់បានន័យថាវាធំលើពី10សង់ទីម៉ែត្រគីបក្នុងមួយលបចំពោះបរោះណាបើស្ត្រីវាស្មើនឹង9សង់ទីម៉ែត្រគីបក្នុងមួយលបអានេះខ្ញុំនិយាយ2លបប្រុស10សង់ទីម៉ែត្រគីបក្នុងមួយលបហៅថាគាត់ចំពោះមនុស្សស្រី9សង់ទីម៉ែត្រគីបក្នុងមួយលបហៅថាគាត់លើពី9ទៅចំពោះវ័យជំទង់18ឆ្នាំណាបានន័យថា16 17ឆ្នាំគឺលើពី8សង់ទីម៉ែត្រគីបទៅបានន័យថាមួយលបមានន័យចឹងណាមកក្នុងមួយលបវាលើពី8សង់ទីម៉ែត្រគីបហៅថាគាត់ប៉ុន្តែបើសិនជា atrophy វិញណាតិចជាង3សង់ទីម៉ែត្រគីបបានន័យថា hypoplasia atrophy region ណា normal វាជុំវិញ5ណា normal ជុំវិញ5ហើយបើក្រោម3បានយកជាការថាវា atrophy complex ណាបើ atrophy និយាយចឹងអញ្ចឹងត្រង់ហ្នឹង atrophy ទី region ណាតិចជាង3សង់ទីម៉ែត្រគីបហើយបើសិនជា goiter មនុស្សស្រីលើពី9សង់ទីម៉ែត្រគីបប៉ុន្តែនៅស្រុកខ្មែរយើងឲ្យយកពី9ទាំងអស់គ្នាទៅណាវាល្អជាងហើយនៅក្នុង nodule នៅក្នុងថៃរយយើងត្រូវមើលវាទាំងសងខាងណាឲ្យចាំEarsophaneនៅខាងឆ្វេងណាចាំណាមិនមែននៅខាងស្ដាំហើយមិនមែននៅកណ្ដាលទេយើងលេបចំណីហាញ៉ាំអីទៅឃើញប៉ោងកណ្ដាលហ្នឹងមិនមែនEarsophaneទេណាEarsophaneនៅខាងឆ្វេងទេណាចឹងហើយបើយើងឃើញ nodule ឃើញទេថៃរយយើង nodule យើងក៏ដឹងថា nodule ហ្នឹងជា toxic ឬមិន toxic nodule នឹងកង់សៀតើយើងត្រូវគិតអីណាប៉ុន្តែសំខាន់ថាតើ nodule នឹងវាបញ្ចេញជាតិពុលឬអត់យើងអត់ដឹងទេយើង decree ឲ្យគេថាវាមាន nodule យើង verify border hypoechoic heterogeneous ឬក៏វាមាន fluid pattern ឬក៏ tissue pattern អីចឹងយើង decree ឲ្យគេអញ្ចឹង conclusion របស់យើងគ្រាន់តែមាន nodule មានអីអញ្ចឹងឲ្យគេអញ្ចឹងទៅណាបើដាក់អញ្ចឹងទៅណាតែយើងអត់ដឹងថាមានអីជាបញ្ចេញជាតិពុលឬអត់ទេយើងចាំមើលលទ្ធផលឈាមណាអញ្ចឹងត្រូវតែបូកនឹងលទ្ធផលឈាមដើម្បីប្រៀបធៀបគ្នាមើលទៅណាអរនេះជុំតាមនោះណាចូលអញ្ចឹងនៅក្នុងថៃរយយើងគ្រាន់តែឲ្យយើងមើលអញ្ចឹងជាទូទៅយើងបាន nodule ហើយយើង declare nodule ឲ្យគេមកបានហើយណាប៉ុន្តែ nodule វាអាចកង់សៀវាអាចអត់គេដូច nodule អញ្ចឹងឃើញ hypoechogen homogeneous verified model អញ្ចឹងមាន acoustic enhancement អញ្ចឹងដែរ hypoechogen homogen អានេះរង Fox among posterior ឃើញទេយើងមិន nodule អញ្ចឹង declare ឲ្យគេទៅ nodule ហ្នឹង heterogen ឃើញបបវាអត់ច្បាស់ទេអាហ្នឹងយើងសង្ស័យទៅ nodule ហ្នឹងអត់ល្អទេសង្ស័យអាចកង់សៀអាចអីអញ្ចឹងទៅហើយបើ nodule មាន calcification យើងប្រាប់ថា calcification peripheral ឲ្យគេអញ្ចឹងទៅយើងដាក់អញ្ចឹងទៅបានហើយណាហើយរួចហើយយើងទៅមើលឈាមបន្ថែមណាយើងគ្រាន់ប៉ុណ្ណឹងអញ្ចឹងលទ្ធផលត្រូវបូកជាមួយលទ្ធផលឈាមបន្ថែមទៀតតើវាមានឃើញអីអញ្ចឹងណា
ចឹងឯងបានមើលអេកូនឹងអត់មានឲ្យឆ្លើយពុបថាគាត់តុកសិចគាត់ចេះគាត់ចុះទៅអត់មានទេណាទី1ដឹងថាគាត់ទី2តើមាន node deal ឬក៏អត់ទី3តើ node deal នឹងវាលក្ខណៈយ៉ាងម៉េចតើយើងគិតថាកង់សៀឬអត់ហ្នឹងគឺធ្វើចឹងអញ្ចឹងបើសិនជា node deal ហ្នឹងឃើញពណ៌ខ្មៅចឹង node deal ពណ៌ខ្មៅហើយ irregular border អញ្ចឹងណាមាន micro classification នៅខាងក្នុងអញ្ចឹងឡើងសង្ស័យថា node deal ហ្នឹង form ហ្នឹងអត់ល្អអញ្ចឹងបានន័យថាសង្ស័យកង់សៀឃើញទេយើងបែងចែកអីទៀតទៅផ្សេងសិនថាចូលនៅក្នុងទីប្រមាណណាយើងទៅធ្វើស៊ីតូប៉ុងសៀងគេឲ្យយើងធ្វើស៊ីតូប៉ុងសៀងឡើងយកមកជួលលេខ26ឬក៏27ចាក់ឲ្យចំ node deal ទៅឲ្យបើកយកឈាមបន្តិចមកមើលទៅណាចាំណា node deal បើយើង suspect លើពី1សង់ទីម៉ែត្រទៅលោកអាចធ្វើស៊ីតូប៉ុងសៀងបានណាដូចរូបនេះអញ្ចឹងលោកអាចសេថា node deal hypoechoic irregular border ឬក៏បវា ill defined border អញ្ចឹងទៅណាមាន microsification នៅ center អញ្ចឹងឡើង suspect អញ្ចឹងឡើងធ្វើ cytoponction អត់មាន biopsy ទេណា cytoponction ណាមកជួលលេខ26ឬក៏28អញ្ចឹងគេ classification ហ្នឹងរបស់វាមកអញ្ចឹងណាបើសិនទី4ទី5ដូចនៅលើកង់សៀដោះអញ្ចឹងគឺទៅធ្វើ cytoponction កងសេយហ្នឹងមិនអេកូក្រាហ្វីកងសេយបានន័យថាគេធ្វើ cytoponction ក្រុមអេកូក្រាហ្វីចាក់បឺតវាអញ្ចឹងណាយកវិធានហ្នឹងមកមើលទៅណាយោអញ្ចឹងយក node deal ឃើញទេ epoicogen ប៉ុន្តែ well defined border អញ្ចឹងឡើយអត់មានគិតថានឹងជាកង់សៀទេណាប៉ុន្តែបើសិនមាន micro classification ហើយឡើយគិតថាអូអានេះខ្ញុំគិតថាអាចមានតិចតួចដែរអញ្ចឹងឡើយទៅធ្វើ cytoponction ទៅណាចាក់វាមកហើយបើកយកវាទៅមើលប៉ុន្តែបើ node deal មានទឹកមានអីអញ្ចឹងភាគច្រើនគឺមិនមែនកង់សៀទេណាមានសំណួរអីអញ្ចឹងបើសិនជាមានទឹកយើងអត់សូវគិតទៅកង់សៀទេប៉ុន្តែបើ node deal ណា well defined border បវា regular អញ្ចឹងជាទូទៅមិនមែនកង់សៀទេអញ្ចឹងលោកឯងមើលទៅតាមហ្នឹងណាមើលទៅតាមលក្ខណៈហ្នឹងបើសិនសង្ស័យយើងធ្វើប៉ុងស្យងឲ្យមិនសង្ស័យយើងអត់ធ្វើអីអញ្ចឹងទៅណាហើយយើងមិនចេះទៅធ្វើប៉ុងស្យងទាំងអស់គ្នាទេណាមើលទីតាំងផងព្រោះអីពេលដែលធ្វើប៉ុងស្យងហ្នឹងជួនកាលវានៅចិត្តអត្រាការ៉ូទីតពេលដែលលោកឯងចាក់ទៅអាចមានបញ្ហាអញ្ចឹងណាប្រយ័ត្នហើយដៃយើងឲ្យនឹងទៀតដើម្បីយើងមើលតើវានៅតាណាអីតាណាអញ្ចឹងណាប៉ុន្តែយល់ល្អឲ្យធំទៅចាំមើលណាមិនតែគ្រាន់តែប៉ុងស្យងយើងអាចធ្វើស៊ីតូប៉ុងស្យងចាប់ពី1សង់ទីម៉ែត្រឡើងទៅបើសិនជា no deal ស៊ីស្ពេណាប៉ុន្តែបើ no deal មិនស៊ីស្ពេទេបើសិនជាវាធំក៏គួរតែធ្វើដែរលើពី2សង់ទីម៉ែត្រឡើងទៅណាអញ្ចឹងនេះ no deal នឹងអត់សាស្ពេចទេដោយសារអីវាមានទឹកឃើញទេហើយវាមាន well defined border ទៀតចឹង no deal នឹងអត់សាស្ពេចទេក៏ប៉ុន្តែបើសិនជា node deal នឹងវាធំអញ្ចឹងយើងធ្វើស៊ីតូប៉ុងស្យងបានឃើញទេលើពី2សង់ទីម៉ែត្រទៅតែជ្រឿនេះដល់3សង់ទីម៉ែត្រទេនោះឃើញទេតែយើងអាចធ្វើបានណាប៉ុន្តែលក្ខណៈ echography ពុំមានលក្ខណៈមួយថាអ្នកជ្រឿនឹង suspect រកកង់ស្ទាក់ទេដោយសារ node deal វាធំ tissue អញ្ចឹងលោកអាច classification ទី2ណាដាក់ទី2ទី3មិនដាក់ទី2ទេណាទី3ហើយឡើង control ទៅឆ្នាំក្រោយ control ឡើងវិញឆ្នាំក្រោយ control ចាំមកច្បាស់ណា no deal បើអត់មានសង្ស័យអីដាក់ទី3មួយឆ្នាំមើល echo ម្ដងណាមិនមើល2 3ខែទេមួយឆ្នាំមើល echo ម្ដងណាអត់មានមើល2 3ខែទេណាហើយបើសង្ស័យយកទៅធ្វើស៊ីតូប៉ុងស្យងតែម្ដងណាមានអញ្ចឹងចាំយូរខែវិញលោកគ្រូច្បាប់អញ្ចឹងទោះបីយើងមើលទៅក៏មានន័យដែរទោះតែមើល echography 3 4ខែហ្នឹងតើបានប្រយោជន៍អីដែរអត់ខ្លាចថាវាអត់មានប្រែប្រួលទេ6ខែអញ្ចឹងខ្លាចប្រែប្រួលអីអត់ពុំមានទេ6ខែណា
តាមពិតយើងដឹងហើយអាស៊ីទ្រយើងដឹងថានេះនឹងតែរ៉ាត់ទ្រណាបើសិនយើងអត់សង្ស័យមិនបាច់ធ្វើអីទាំងអស់ហើយបើយើងសង្ស័យលើពី1សង់ទីម៉ែត្រទៅយើងទៅធ្វើស៊ីតូប៉ុងស្យងទៅណាធ្វើចឹងឥឡូវ no deal ថៃ100ហ្នឹងចប់ហើយមានតែប៉ុណ្្នឹងខ្ញុំនិយាយទាំងសង្ខេបឲ្យយើងយល់ប៉ុណ្្នឹងធ្វើបានហើយណាទាំងអស់គ្នាមានម៉ាស៊ីនអេកូកុំភ្លេចប្រើ Doppler ណា Doppler សំខាន់គ្មានឆ្លើយថាយើងមិនចេះឬមិនចេះទេរៀនបដើធ្វើការបដើណាបន្តទៀតទៅមុខទៀតត្រូវតែអាប់ដេតត្រូវទៅមុខអត់មាននៅដដែលទេណាអ្នកមិនចេះភាសាអង់គ្លេសរៀនភាសាបារាំងមិនចេះភាសាបារាំងរៀនទាំងអស់គ្នាទៅទាំងបារាំងទាំងអង់គ្លេសហើយគ្មានថៃថារៀនមិនចេះទេណាលោកឯងគិតមើលសម័យអពតមិនដឹងថាពួកលោកឯងកើតវាមិនទាន់ទេបើមិនទៅស្លាប់យកមួយណាអញ្ចឹងមនុស្សទាំងអស់គ្នាធ្វើការទាំងអស់មានមាត់មួយម៉ាត់រឿងអីថាយើងរៀនមិនចេះរឿងអីយើងចាស់រឿងអីtelephone ត្រូវតែមាន Facebook ត្រូវតែមាន Telegram ត្រូវមាន Instagram ត្រូវតែមានអីទាំងអស់ទៅចេះអ៊ីនធឺណិតទៅចេះអ៊ីមែលទៅចេះអស់សម័យឥឡូវគឺអញ្ចឹងអាប់ដេតណាចឹងហើយបានយើងទាំងអស់គ្នាត្រូវតែដើរទៅមុខអត់មានថាខ្លួនឯងចាស់ក្មេងអីណាអត់មានទេត្រូវហ៊ានទាំងអស់ចឹងវាមាន no deal hyper homogeneous well defined border ហើយនឹង capsule ឃើញទេនៅក្នុងនៅក្នុង thyroid គេនិយាយ no deal នៅក្នុងថ្លើមលោកអាចនិយាយ no deal អាចនិយាយថាជា mass បានយល់ទេបើក្នុង thyroid អត់និយាយ mass ទេនិយាយតែ no deal ទេនៅក្នុងថ្លើមអាចនិយាយ mass ក៏បានអាចនិយាយ no deal ក៏បានណាឃើញលោកថា mass មួយ hypercogen homogène បវា régulier ណា avec vascularisation périphérique no deal អញ្ចឹងឃើញខ្ញុំដាក់ Doppler មើលអញ្ចឹងខ្ញុំគិតថាមិនមែនកង់ស្ទះទេគឺអង្គសូមអញ្ចឹងយើង suspect tumor benign tumor ណាហើយយើងដាក់បន្តមកដាក់អង្គសូមណាហេតុអង្គសូម hepatic ហើយបើសិនជាលោកអញអត់ដែរមើលទេអ្នកជំងឺនឹងអត់ដែរមើលទេមើលលើកទី1អញ្ចឹងឲ្យ control ម្ដងទៀតទៅណា4ខែឬ6ខែក្រោយមកយើងមើលម្ដងទៀតទៅណាហើយបើអត់មានអីទេមិនបាច់ធ្វើទេណាអញ្ចឹង nodine ហ្នឹងយើងគិតថាជា angiom hepatic ឃើញទេហើយខ្ញុំប្រើ Doppler នេះ Doppler អីនេះចេញមកពណ៌ហ្នឹង Doppler energy ឃើញទេចេញមកពណ៌អញ្ចឹងអាហ្នឹងដើម្បីមើលសរសៃឈាមទូចទូចណាមួយទៀត Doppler cooler ហ្នឹងវាមានភ្លើងចេញមកក្រហមខៀវពណ៌លាយគ្នាអញ្ចឹងទៅមួយទៀត Doppler pulse ហ្នឹងយើងដាក់ដើម្បីយើងមើលកម្លាំងហ្វ្រេកង់អីប្រមាណទៀតទៅអញ្ចឹងណាអញ្ចឹងមានម៉ាស៊ីនទៅនាំគ្នាប្រើណាហើយតែជំងឺណាបាននៅខ្ញុំសនំពោអញ្ចឹងបើសិនជាធ្វើអត់យកលុយបានកន្លែងខ្លះទៅជួយបានជួយទៅណាយើងមើលអ្នកជំងឺជួនកាលយើងមើលអ្នកជំងឺផង consultation ផងយើងចាក់ថ្នាំផងជួនកាលយើងឲ្យ echo free ទៅក៏អត់មានបញ្ហាអីដែរដើម្បីជួយ diagnostic របស់យើងណាផ្នែកទី2ដើម្បីយើងរៀនផងអីផងកុំភ្លេចណាយើងធ្វើពេទ្យរៀនរហូតដល់ថ្ងៃស្លាប់ទៅវិញបានចប់មួយទៀតឥឡូវខ្ញុំនិយាយមួយទៀតថ្ងៃមុនហ្នឹងបានបរៀនម្ដងហើយអាហ្នឹងecography ដើម្បីមើលស្បូនគេឲ្យយើងធ្វើត្រង់ vaginal ណាឃើញទេសង់ប៉ុណ្ណឹងអត់មានអីពិបាកទេណាដើម្បីយើងមើលពីព្រោះអីនៅក្នុង fibroid ទូយើងមើលអត់ឃើញទេទី2 adenomyos uterine យើងពិបាកមើលនៅក្នុងពីមើលពីលើក្បាលពោះណាទី3យើងមើលកន្លែងកុលយើងកន្លែងមើលនឹង orifice អា cervix ហ្នឹងកន្លែង orifice internal orifice ហ្នឹងយើងពិបាកមើលចាចឹងបានយើងឲ្យមើលតាមហ្នឹងហើយនៅលើ ovary ក៏អញ្ចឹងដែរបើយើងធ្វើត្រង់ vaginal ovary យើងមើលឃើញច្បាស់ណាប៉ុន្តែស៊ីសងនឹងតំបន់ដែលយើងមានទេណាស៊ីសងតំបន់ដែលយើងធ្វើទាំងណាបើយើងមានម៉ាស៊ីនយើងត្រូវទិញអាហ្នឹងទាំងអស់ណាចឹងហើយបានមន្ទីរពេទ្យពេលដែលមានសំណុំពរ
ពេលដែលយើងមើលទៅគណៈកម្មការហ្នឹងត្រូវទិញសុងឲ្យមាន complaint ចឹងទាំងអស់ទោះបីយើងមិនចេះប្រើអីប្រើក៏ដោយសុងអេកូអង់ដូវ៉ាត្រង់ vaginal ហ្នឹងយកទៅមើលអីខ្ញុំមើលទៅលើខួរក្បាលកូនក្មេងត្រង់ fontanelle នេះណាយកទៅមើលហើយខ្ញុំមើលលើក្បាលពោះខ្ញុំមើល thyroid ខ្ញុំមើលបានទាំងអស់អញ្ចឹងទោះបីយើងមិនមើលត្រង់ vaginal ក៏យើងមើលអីផ្សេងទៀតបានដែរណាចឹងមិនចាំតែត្រង់ vaginal បានមើលបានទេយើងអាចមើលអីផ្សេងទៀតបានណាអញ្ចឹងគាត់តែពាក្យថា adenomyosis uterine ហ្នឹង adenomyosis ហ្នឹងបានន័យថា endomètre វាចេញពីខាងក្នុងចូលមកនៅសាច់ស្បូនណាអាហ្នឹងហៅថា adenomyosis uterine ហើយជា factor មួយដែលធ្វើឲ្យអ្នកជំងឺអត់មានកូនមានរដូវមកឈឺណារដូវមកធ្លាក់ឈាមវាច្រើនរដូវអត់ទៀងទាត់អីចឹងណាហើយដែលយើងមូលហេតុដែលសំខាន់ជាងគេវាចេះឈឺហើយយើងចេះរកមើលអត់ឃើញអញ្ចឹងបានយើងរកមើលទៅតើមាន adenomyosis uterine ឬអត់ណាបើវាចេញទៅក្រៅស្បូនគេហៅថា endometrioma ណាបើវានៅក្នុងសាច់ស្បូនហ្នឹងគេហៅថា adenomyosis uterine ណាសបោណាតែជំងឺទាំងអស់ហ្នឹងវាសបោកើតមានឡើងណាអញ្ចឹងនៅក្នុង ecography ណាយើងត្រូវមើលវាយើងត្រូវ compare វាតើវាយ៉ាងម៉េចណា ecography ហ្នឹងយើងមើលវាណាយើងឃើញសាច់ស្បូននេះវាឡើងក្រាស់ទី1ដែលសាច់ស្បូននេះវាឡើងក្រាស់ទី2 aspect របស់វា heterogen វាមាន spot ទូចៗមានដូច micronodule ខែ micronodule ពណ៌ខ្មៅពណ៌សហ្នឹងឲ្យយើងគិតទៅរកadenomyosis uterine ណាចឹងអ្នកជំងឺគាត់ថាគាត់មករដូវអត់ទៀងទាត់រដូវមកច្រើនឈឺពោះឈឺអីចឹងពេលយើងមើលអេកូទៅយើងរកមើលអាហ្នឹងណាdonc dysmenorrhea នៅឲ្យសារមាន adenomyosis uterine អញ្ចឹងហើយបានគាត់មករដូវច្រើនណាអានេះកងឯណា sterile នៅក្នុងពោះនេះឃើញទេនៅក្នុងស្បូនឃើញទេគេដាក់ Doppler ទៅមានសរសៃឈាមឃើញទេ hypertrophy heterogeneous មាន spot hypercogen hypocogen អញ្ចឹងហើយយើងដាក់ Doppler ទៅមានសរសៃឈាមច្រើនហើយយើងគិតថា adenomyosis uterine សំខាន់គឺវាឲ្យឈឺពោះ Lular pelvic chronic ទី2រដូវអត់ទៀងទាត់ធ្លាក់ឈាមឃើញទេមកច្រើនពេកអីក៏ចឹងទៅហើយទី3អត់មានកូនអត់មានអីចឹងណាហើយយើងរកវិញជុំវិញនឹងស្បូននឹងជួនកាលមាន liquid reactional នឹង Kylasa Douglas ហ្នឹងគឺ normal ទេវាអត់ជាបញ្ហាអីទេណាស្តៀង PID ដែរលោកគ្រូជំរាបសួរលោកគ្រូជំរាបសួរលោកគ្រូអាហ្នឹងអាចធ្វើថារោងវិស័យថា PID pelvic inflammatory disease នោះអាហ្នឹងស្តៀងចឹងដែរអត់ទេលោកគ្រូវាមាន Douglas ទឹក PID ហ្នឹងបានន័យថាវាអញ្ចឹង inflammation នៅ pelvis ហ្នឹងវាមូលហេតុមកវាច្រើនយល់ទេវាអាចមកពីដៃស្បូនវាអាចមកពីស្បូនវាអាចមកពី endometrium ឃើញទេវាអាចមកអំពី intestine ណាវាអាចមកពីមានផ្សេងមកយើងនិយាយទូទៅណាព្រោះអីអាហ្នឹងវាស្ថិតនៅផ្នែកខាងក្រោមរបស់ pelvis ហ្នឹងចុះវាស្ថិតនៅក្នុងហ្នឹងទាំងអស់ណាយើងនិយាយថា Douglas pelvis ហ្នឹងមកពីអីមានច្រើនប្រភេទណាឃើញទេ factor របស់វាតែមកពីសាច់ស្បូនមកពីដៃស្បូនមកពីពោះវៀនណាមកពី endometrium មកពីអីចឹងទៅគឺវាធ្វើឲ្យឈឺទៅនឹង pelvis ហ្នឹងអញ្ចឹងក្រៅពីអាហ្នឹងយើងធ្វើ MRI ណាយើងធ្វើ MRI ទៅយើងឃើញវា hypertrophy អញ្ចឹងអីអញ្ចឹងយើងឃើញ aspect វា heterogen អញ្ចឹងឃើញមាន spot ពណ៌ស hyper signal ណាអញ្ចឹងយើងគិតថាអាហ្នឹងជា adenomyosis uterine ណាអូខេមានសំណួរអីទៀតអត់លើបាទលោកគ្រូសូមសួរសំណួរ2សំណួរតែបកទៅជំងឺមុនណាគ្រូថានៅក្នុង tiroid ឲ្យប្រើពាក្យ nodil ចុះនៅបើសិនបើយើងឃើញជាគិសនៅក្នុងកពេញ tiroid យើងហៅគិសក៏ហៅ nodil គ្រូអាហ្នឹងសំណួរទី1ហ្នឹងហើយឥឡូវសំណួរទី1នៅក្នុង thyroid គិសយើងនិយាយគិស
បើដុំសាច់យើងនិយាយ paranodil អីទៀត បាទហើយសំណួរទី2អង្គ zoom ដោយ for ហ្នឹងអាហ្នឹងវាអាចវិវត្តទៅជា malign អីអត់ទេគ្រូគាត់ benign ដែរ enzyme du foie enzyme hépatique គឺជា malformation vasculaire congénitale មួយជីវិតស្លាប់ទៅវិញនៅតែ enzyme ដដែលមិនមានវិវត្តទៅអីទេណាអត់មានទេ បាទគុណ អូខេមានសំណួរអីទេ ជំរាបសួរលោកគ្រូខ្ញុំចង់សួរមួយតកតងជាមួយនឹង adenomyos យើង differentiate គ្នាមិនជាមួយនឹង fibrome ស៊ូមួយគើលោកគ្រូពេលដាក់អង្គដូទៅវាអាចច្រឡំគ្នាដែរអញ្ចឹងណាលោកគ្រូ អូខេ adenomyos uterine អត់មាន limit ទេយើងមើលទៅកន្លែង zone de transition នេះចន្លោះអង់ដូម៉េតហើយមកកន្លែងនេះវាឡើងក្រាស់ហើយវាមាន spot សនិងខ្មៅឃើញនេះសនេះឃើញសហើយនិងខ្មៅខ្មៅលាយចូលគ្នាទី2 Doppler មានសរសៃឈាមចំពោះញោមស៊ូមួយគើឬក៏ intramural បានន័យថាជាដុំសាច់ជាទូទៅអាច heterogen ឬក៏ homogen អាច hypoechogen ឬក៏ hyperechogen ណាប៉ុន្តែវា well defined border ជាទូទៅអត់សូវមានសរសៃឈាមទេឃើញទេបវា regular ជា form ovalaire ឬក៏ជារងមូលប៉ុន្តែអត់មានសរសៃឈាមទេសរសៃឈាមមានតិចណាស់អត់ដូច Doppler ទេអញ្ចឹងបានន័យថាវាមានមួយកន្លែងមួយជាទូទៅអាច homogen ឬក៏ heterogen ណាខុសគ្នាត្រង់ថា adenomyos uterine អត់មាន limit ទេជាទូទៅវានៅចិត្តខាងក្នុងនេះវានៅខាងក្នុងនេះឃើញទេហើយ limit របស់វាអត់ច្បាស់ខាងក្នុងវាមាន spot ស spot ខ្មៅហើយនឹងដាក់ Doppler មានសរសៃឈាមច្រើនអូខេច្បាស់នៅចាចាគ្រូអរគុណគ្រូ បើសិនជាយើងមើលធ្វើត្រង់ vaginal ច្បាស់ហ្មងហើយកុំភ្លេចណូឌីលទូចញោមទូចយើងធ្វើមើលពីលើក្បាលពោះយើងមើលអត់ឃើញទេណាអាហ្នឹងយើងត្រូវអាប់ដេតទៅមុខទៅធ្វើ echography ត្រង់ vaginal ដើម្បីឲ្យប្រជាជនទាំងអស់គ្នាហ្នឹងជ្រាបផងណាមានសំណួរអីទៀតអត់ចឹងយើងចប់ប៉ុណ្ណឹងណាខ្ញុំបរៀនយើងតែ1ម៉ោងហ្នឹងទេណាបាទអរគុណលោកគ្រូ រៀបរៀងលោកគ្រូ